បាទសំណួរនេះជាសំណួរល្អមែនទែនដោយសារហេតុផលច្បាប់គាត់ព្យាយាមបែងចែកអានឹងឲ្យច្បាស់បាទបងដើម្បីឲ្យខាង agent ឬក៏ខាងPE ដែលចុះកកិច្ចសន្យាជា exclusive agent ជាមួយខាង shipping company ឬក៏ liner ហ្នឹងត្រូវអនុវត្តអញ្ចឹងទី1យើងបែងចែកថាប្រសិនបើគាត់ជា agent អញ្ចឹងចំណូលរបស់គាត់ត្រូវដឹងថាស្អីជាចំណូលរបស់គាត់ចំណូលរបស់គាត់គឺទៅលើ commission ដែលទទួលបានអញ្ចឹង commission ដែលគាត់ទទួលបានគឺជា taxable income បាទបងដល់ឡែកគាត់ជា agent គាត់ប្រមូលលុយពីអតិថិជនក្នុងស្រុកហើយ refund ទៅវិញទៅឲ្យក្រុមហ៊ុន shipper ឬក៏គេហៅថាក្រុមហ៊ុន liner ហ្នឹងក្រៅស្រុកអូខេក្រៅស្រុកចាអាហ្នឹងមិនមែនជាចំណូលរបស់គាត់ទេគ្រាន់តែជាការចេញវិក័យប័ត្រជំនួសហើយឲ្យត្រឡប់ទៅវិញទៅក្រុមហ៊ុនក្រៅស្រុកអញ្ចឹងអាហ្នឹងមិនមែនជាចំណូលឬចំណាយរបស់ agent ទេនឹងសូមឲ្យច្បាស់បាទអញ្ចឹងមែនទែនទៅវាជាប់តាក់ទងគ្នាជាមួយនឹង disbursement ហើយនិង reimbursement ទៀត right វាជាប់ជាមួយ disbursement និង reimbursement អញ្ចឹងកន្លែងហ្នឹងបញ្ជាក់ថាសូមបញ្ជាក់ឡើងវិញថាចំណូលដែលគាត់ទទួលបានគឺតែចំណូល commission ដែលគាត់ក្នុងកិច្ចសន្យាដែលគាត់ចងគាត់អាចមានចំណូលផ្សេងតែយើងបេះទៅតាមកិច្ចសន្យាជា commission អាចថាជួនកាលទៅគេជួយផ្នែកណាមួយឧទាហរណ៍ថាគេជួយផ្នែក admin ឬគេជួយសម្រួលទៅលើប្រាក់បៀវត្សរបស់បុគ្គលិកនៅក្នុងស្រុកអានឹងសុទ្ធតែជាចំណូលជាប់ពន្ធដែរអូខេដល់ឡែកដែលគាត់ព្យាយាមប្រមូលជំនួសដូចថាប្រមូលជំនួសលើអីខ្លះការដឹកជញ្ជូនតាមផ្លូវទឹកមាន ocean freight នៃការនាំចេញនៃការនាំចូលអស់ហ្នឹងមិនមែនជាចំណូលរបស់គាត់ទេពីព្រោះគាត់ត្រូវ refund ហ្នឹងត្រឡប់ទៅវិញអូខេបងអញ្ចឹងសរុបរួមមកវិញទៅ